ឯឧត្តមបណ្ឌិតងិនបណ្ណាលច្បាប់ជាចំណេះដឹងមូលដ្ឋានមិនអាចខ្វះបានសម្រាប់ការកសាងសង្គមជាតិរឹងមាំអាយុឧត្តមបណ្ឌិតងិនបណ្ណាលប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលច្បាប់ដ៏មានសារៈសំខាន់មួយដល់យុវជននៅស្រុកបាភ្នំនៅថ្ងៃទី5ខែតុលាឆ្នាំ2025អាយុឧត្តមបណ្ឌិតងិនបណ្ណាលបានចូលរួមពិធីនេះក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងឯកឧត្តមបានគូបញ្ជាក់ថាឯកឧត្តមអភិសន្តិបណ្ឌិតសសុខានិងលោកជំទាវកែសួនសុភីតែងតែផ្ដល់ការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មបង្កើតវគ្គបណ្ដុះបណ្ដាលដល់យុវជនទូទាំងខេត្តព្រៃវែងជាទូទៅនិងជាពិសេសនៅមូលដ្ឋានស្រុកបាភ្នំផ្ទាល់នៅក្នុងពិធីនេះឯកឧត្តមបណ្ឌិតបានជំរុញឲ្យយុវជនទាំងអស់ខិតខំសិក្សាស្វែងយល់អំពីជំនាញច្បាប់ឲ្យបានស៊ីជម្រៅដើម្បីអាចការពារសិទ្ធិខ្លួនឯងជួយប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួននិងចូលរួមយ៉ាងសកម្មក្នុងការធានាឲ្យសង្គមជាតិមាននីតិរដ្ឋរឹងមាំបើតាមឯកឧត្តមបណ្ឌិតងិនបណ្ណាលចំណេះដឹងច្បាប់មិនមែនគ្រាន់តែជាជំនាញសម្រាប់ប្រកបអាជីវកម្មប៉ុណ្ណោះទេប៉ុន្តែជាចំណេះដឹងមូលដ្ឋានដល់យុវជនគ្រប់រូបត្រូវតែមានក្នុងនាមពលរដ្ឋល្អឯកឧត្តមក៏បានលើកឡើងផងដែរថាការយល់ដឹងពីច្បាប់នឹងក្លាយជាកត្តាសម្រេចដ៏សំខាន់សម្រាប់យុវជនក្នុងការស្វែងរកការងារដែលមានប្រាក់ខែខ្ពស់និងមានកិត្យានុភាពក្នុងស្ថាប័នរដ្ឋឬឯកជនព្រមទាំងជាមូលដ្ឋានដ៏ល្អបំផុតក្នុងការកសាងអនាគតឲ្យបានភ្លឺស្វាងវគ្គបណ្ដុះបណ្ដាលនេះជាការវិនិយោគដ៏សំខាន់បំផុតលើធនធានមនុស្សដែលជាសសរស្តម្ភរបស់ប្រទេសជាតិឯកឧត្តមប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងបានផ្ដល់ជាសារគន្លឹះថារៀនច្បាប់មិនមែនគ្រាន់តែចេះច្បាប់នោះទេតែគឺដើម្បីក្លាយជាភ្នាក់ងារផ្លាស់ប្ដូរដ៏សំខាន់ដែលជួយឲ្យសង្គមរបស់យើងដើរទៅមុខដោយភាពយុត្តិធម៌ជាមួយគ្នានេះឯកឧត្តមបណ្ឌិតងិនបណ្ណាលក៏បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមការងារដែលបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះឡើងបង្កើតឱកាសដ៏មានតម្លៃដល់យុវជននៅក្នុងខេត្តព្រៃវែងវគ្គបណ្ដុះបណ្ដាលច្បាប់នេះបានបង្ហាញពីការបដិញ្ញាចិត្តខ្ពស់ក្នុងការកសាងមូលដ្ឋានចំណេះដឹងសម្រាប់យុវជនដែលជាសសរស្តម្ភនៃនីតិរដ្ឋនៅក្នុងសន្ទរកថារបស់ឯកឧត្តមបណ្ឌិតងិនបណ្ណាលក៏បានឆ្លៀតលើកឡើងអំពីតម្លៃដ៏សំខាន់នៃសន្តិភាពផងដែរឯកឧត្តមបានរំលឹកថាអ្វីត្បិតតែបច្ចុប្បន្នកម្ពុជាកំពុងប្រឈមនឹងភាពតានតឹងឡើងវិញនៅតាមព្រំដែនជាមួយប្រទេសថៃក៏ដោយក៏គោលជំហររបស់កម្ពុជាគឺច្បាស់លាស់ចង់បានសន្តិភាពយូរអង្វែងនិងគ្មានសង្គ្រាមឯកឧត្តមបានមានប្រសាសន៍ថាយើងទាំងអស់គ្នាត្រូវតែចងចាំជានិច្ចថាសន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍគ្រប់វិស័យទោះបីជាយើងចង់បាននៅដំណោះស្រាយដោយសន្តិវិធីយ៉ាងណាក៏ដោយក៏ការត្រៀមខ្លួនការពារបូរណភាពទឹកដីនៅតែជាកាតព្វកិច្ចដ៏ចម្បងរបស់យើង។